ก็បងប្អូនមកធ្វើម្ទេសទាំងអស់គ្នាបងប្អូនរៀនធ្វើម្ទេសឆាបងនេះបេះម្ទេសបេះវាស្អាតនឹងដងវាស្អាតមកបងប្អូនចាំយើងយកទៅធ្វើកិនអីផ្សេងទៀតនេះធ្វើម្ទេសថ្ងៃទី3បងប្អូនឃើញចេញវីដេអូតាមម្ទេសឆាមានវីដេអូដែលឯណាបងប្អូននេះធ្វើទុកទុកបងប្អូនណាយើងបេះរួចហើយយើងអាចព្រោះកន្លែងខ្ញុំម្ទេសឆាដាច់ណាបងប្អូនអើយណាតាមមួយអាទិត្យឬក៏10ថ្ងៃអីអស់ម្ទេស 4-5 គីឡូនេះយើងយកមកកិនមកនេះម៉ាស៊ីនកិនរបស់ខ្ញុំឃើញណាមើលឡើងអេមកម៉ត់ស្អាតណាស់ម៉ត់ឡើងខ្ចីមកឃើញពេជ្រពណ៌ឡើងក្រហមស្អាតហ្មងហ្នឹងមកចេញមើលចេញម៉ត់ណាមើលម៉ត់មើលយើងកិនយើងដោពាក់ស្អីណាពងខ្ទឹមសវាខ្ទឹមសខ្ទឹមក្រហមវាឡើងស្រួយឈ្ងុយសិនតែយើងដាក់ម្ទេសចូលគេចាប់ដើមបំពងខ្ទឹមសហើយវានេះម្ទេសមើលតពណ៌ក៏ចង់ញ៉ាំក៏ដែរបងប្អូនដាក់កាទៀវមីស៊ុបយើងដាក់មកឆ្ងាញ់ជាតិខ្លាំងណាស់បងប្អូនអើយណាមើលណាអស់តោះហើយបងប្អូនឈ្ងុយប៉ុណ្ណាមើលមុខអ្នកធ្វើក៏ដឹងថាឈ្ងុយដែរឃើញអត់ដល់ប៉ុណ្ណឹងបើមិនឆ្ងាញ់ទៀតដឹងប៉ុណ្ណាទេបងប្អូនណាជាតិដល់ហើយជាតិមានផ្សែងមានអីចឹងយើងអាប់តិចបងជួយមើលណាមើលស្អាតដល់បងប្អូនប៉ុណ្ណឹងយើងរួចរាល់យើងដុសហើយអីនេះបានមកកធុនដែរបងប្អូនអើយចូលចិត្ត20 គីឡូប៉ុណ្ណឹង